ជំរាបសួរបបងប្អូនថ្ងៃនេះខ្ញុំបានយកទឹកប្រឡាក់ហ្នឹងទៅឲ្យមួយចាំពេលមួយគាត់កំពុងតែដាក់ទាក្នុងឡអញ្ចឹងទៅគាត់ថតបង្ហាញទៅបងប្អូនបានទស្សនាតែម្ដងទៅដើម្បីចែករំលែកទៅបងប្អូនដែលកំពុងតែចង់រៀនអាំងទាអាំងជ្រូកខ្វាយជ្រូកអីប៉ុន្តែអត់ចេះមកមើលវីដេអូនេះហើយលេងភ័យព្រួយលេងស្មុកអារឿងថាចង់លក់ចង់មានមុខរបរប៉ុន្តែវាអត់ចេះធ្វើទឹកប្រឡាក់វាអត់ចេះចម្អិនអត់ចេះខ្វាយចេះអាំងអញ្ចឹងណាបងប្អូនអាចតាក់ទងមកម៉ែអាវុធបានណាសម្រាប់បច្ចេកទេសនៃការចម្អិនហ្នឹងគឺថាតម្លៃត្រឹមតែ$500ទេបងប្អូនចេះទាំងខ្វាយមាន់ខ្វាយទាខ្វាយជ្រូកផាក់ឡូវមាន់ផាក់ឡូវទាផាក់ឡូវគ្រឿងក្នុងជ្រូកនិយាយទៅមកកំ pl េអេសតែ$500ទេបងប្អូនហើយតម្លៃគឺថាពិសេសខ្លាំងបងប្អូនហើយនេះគឺជាទិដ្ឋភាពមួយដុំដែលយកទឹកប្រឡាក់ពីខាងនាងខ្ញុំហ្នឹងបងប្អូនយកទៅខ្វាយមាន់ខ្វាយទានិយាយមិនលក់អត់ដាច់ទេដាក់ញុកទូដើម្បីធ្វើវីដេអូបង្ហាញយ៉ាទេបងប្អូនគឺគាត់លក់ដាច់ពិតគាត់ថាខ្ញុំអត់សូវបានមកថតគាត់ទេយូរហ្នឹងក៏លោមមកថតម្ដងអញ្ចឹងណាដើម្បីផ្សព្វផ្សាយដល់ពុកម៉ែបងប្អូននៅម្ដុំបរិវេណស្រុកបសែតយើងគងពិសីឬក៏ពុកម៉ែបងប្អូនដែលបានឆ្លងកាត់ផ្លូវខ្សែមួយនៃផ្សារស្លាប់លេងចាបើថាមិនឆ្ងាញ់លក់មិនដាច់ទេតែឆ្ងាញ់តែលក់ដាច់ហ្នឹងពិសេសបងប្អូនដែលបានឃើញវីដេអូនេះដែលបានធ្លាប់ស្គាល់ម៉ែអាវុធអួយក្រែនកន្លងមកណាចង់ភ្លក់ចង់សាក់រូបជាតិមុននឹងសម្រេចចិត្តទិញទឹកប្រឡាក់ខ្ញុំយកទៅបើកអាជីវកម្មមុននឹងរៀនឲ្យបងប្អូនអាចឈៀងចូលណាទីតាំងនៅផ្សារស្លាប់លេងប្រេនឆាយវ៉ាសីមុំពុកម៉ែបងប្អូនមកពីទិសដៅខាងថ្នល់ទទឹងគឺនៅខាងស្ដាំដែរតែបើពុកម៉ែបងប្អូនមកពីខាងផ្សារពាំងដើកវិញគឺនៅខាងឆ្វេងដែរទីតាំងគឺថាស្រួលរោមែនតែនបងប្អូនមើលតែសកម្មភាពក្រុមការងាររបស់គាត់ទៅគឺ3នាក់បានចាប់ឈ្នះញាប់ដៃញាប់ជើងតាំងកូនចៅតាំងថៅកែហើយនេះគឺថាខ្នងរបស់ថៅកែណាថៅកែប្រេនឆាយវ៉ាសីមុំលក់ដាច់ណារហស្សនាមគឺថាអ្នកណាមិនស្គាល់ដើមមកផ្សារស្លាប់លេងនោះសួរទៅណាគាត់ថាតាមញ៉ាំទៅប្រេនឆាយវ៉ាសីមុំហ្នឹងអោយតែមានកម្មវិធីត្រូវសែនដាក់ជូកវាយដាក់អីហ្នឹងខ្ញុំមិននេះកំងទៅពីខាងពូវ៉ានតើភិជឿនគេថាប្រេនឆាយវ៉ាសីមុំទេគេស្គាល់តែពូវ៉ាលក់មន់ខ្វាយទីខ្វាយជូកខ្វាយហ្នឹងណាបងប្អូនមើលតែអតិថិជនទៅលោកអើយឈរត្រៀបត្រាម្នាក់យកទា2ទា3ទា1និយាយពីថាអូយទៅសើណាស់ចានិយាយថាប្រភេទទាកកនេះបងប្អូនបើទឹកប្រឡាក់មិនឆ្ងាញ់ទឹកដៃអ្នកខ្វាយមិនពូកែគឺថាហូបទៅទលាន់ប៉ុន្តែសម្រាប់បោះបង្វ៉ានេះគឺថាអូយអែមតែម្ដងនិយាយពីទិញ2ទិញ3យកទៅហូបនឹងក៏អត់ទលាន់ណាដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនកុំស្ដាប់ខ្ញុំអួតអីណាចាមើលសកម្មភាពខ្លួនឯងជាក់ស្ដែងទៅឈរត្រៀបត្រានេះគឺសិតតែមួយយិនសិនហើយនិយាយទៅគឺគាត់ទិញម្ដងហើយឆ្ងាញ់អញ្ចឹងគាត់ទិញលើកទី2ទី3ទី4រហូតខ្លាចជាមួយបងប្អូនចំណាំមើលណាការលក់ដូរគ្រប់ប្រភេទបើសិនណាមានភ្ញៀវមកទិញយើងលើកទី1ហ្នឹងគាត់គឺជាភ្ញៀវហើយតែបើលើកទី2ទី3លើកបន្តបន្ទាប់ហ្នឹងយើងអាចចាត់ចូលពួកគាត់ហ្នឹងជាប្រភេទមួយប៉ុន្តែមួយរាយឬក៏មួយដោយទៅតាមជាក់ស្ដែងណាបងប្អូនអត់បានមកផ្លេតឥឡូវដល់វគ្គថែមទៀងមិញហ្នឹងអស់មកឡមកបវលជុំមកដល់ភ្លាមហ្នឹងថតងាកឆ្វេងងាកស្ដាំហ្នឹងគឺថាថែមទៀមកឡទៀតហើយសម្រាប់ទីតាំងសូមបញ្ជាក់បងប្អូនម្ដងទៀតគឺនៅខាងមុខហាងវ៉ែនតាតែធំជាងគេនៅផ្សារស្លាប់លេងមានហាងវ៉ែនតាតែមកកន្លែងហ្នឹងជាប្រភេទពេទ្យភ្នែកហាងកាត់វ៉ែនតាផងពេទ្យភ្នែកផងអរគុណបាយបាយឃើញវីដេអូនេះជួយ share ម្នាក់មួយផងសម្រាប់បងប្អូននៅផ្សារស្លាប់លេងស្រុកបោះ